ទល់ល្បិចឆ្នាំងទាំងនេះគឺមានតម្លៃច្រើនណាស់បើអញស៊ីដាច់បានប្រកាសជាមានបានមិនខានទេ ពេលសម្លាញ់មកយកឆ្នាំងវិញអញត្រូវធ្វើល្បិចធ្វើស៊ីគាត់នេះម្ដងណែនេះរក្សាចូលយកឆ្នាំងទាំងអស់ទៅលាក់ឲ្យបាត់កុំឲ្យម្ចាស់គេឃើញយើងនឹងប្រើល្បិចស៊ីដាច់ឆ្នាំងនេះតែម្ដងបាទលោកម្ចាស់ខ្ញុំនឹងរៀបចំឲ្យបានស្អាតតែម្ដងសូមកុំអារម្មណ៍ឡើយលុះពេលវេលាកន្លងទៅជាច្រើនខែឈ្មួញជាសម្លាញ់ក៏បានវិលត្រឡប់មកផ្ទះសម្លាញ់របស់ខ្លួនដើម្បីយកឆ្នាំងដែកទៅវិញសម្លាញ់អើយឯងបាត់ទៅណាយូរម្លេះមិនដែលឃើញមកលេងគ្នាសោះនឹងហើយសម្លាញ់តាមពិតគ្នាជាប់ចេញទៅរកស៊ីនៅស្រុកឆ្ងាយទើបតែត្រឡប់មកវិញទេហើយគ្នាមកនេះគឺដើម្បីយកឆ្នាំងដែកទៅវិញព្រោះថាវាដល់ពេលត្រូវបញ្ចេញដើម្បីពង្រីកចំនួនទៀតហើយសម្លាញ់អើយនិយាយដល់រឿងឆ្នាំងដែកគឺថាគ្នាកំពុងតែកើតទុកព្រោះមិនដឹងថានឹងបានអ្វីមកសងសម្លាញ់ឯងទេហាសម្លាញ់និយាយនេះមានន័យថាម៉េចតើមានរឿងអ្វីកើតឡើងនោះណសម្លាញ់ឃើញទេសុទ្ធតែអាចកណ្ដុលក៏ជាកំណោយ៉ាងធំនៅទីនោះគឺថាកណ្ដុលបានស៊ីឆ្នាំងដែករបស់សម្លាញ់អស់រលីងហើយអោលោកអើយហេតុអ្វីក៏បានជារឿងដូចនេះកើតឡើងចំពោះខ្ញុំទៅវិញពិតជាគួរឲ្យសោកស្ដាយណាស់សម្លាញ់អើយឈ្មួញម្ចាស់ឆ្នាំងដែកកាលបានជួបស្ថានភាពបែបនេះក៏យល់ភ្លាមថាសម្លាញ់របស់ខ្លួនកំពុងតែប្រើល្បិចដើម្បីស៊ីដាច់ឆ្នាំងរបស់ខ្លួនទើបប្រើល្បិចត្រឡប់ទៅវិញណែនេះរក្សាឯណាទៅកូនប្រុសរបស់យើងនោះខ្ញុំបាទបានឃើញសម្លាញ់លោកម្ចាស់នាំយកទៅបាត់ហើយចុះពីយូរហើយមិនដេចឯងមិនប្រាប់យើងខ្ញុំបាទស្មានតែលោកម្ចាស់អនុញ្ញាតឲ្យគាត់នាំយកទៅលេងជាមួយតើឈ្មួញនោះកាលបានដឹងដំណឹងដូច្នោះហើយក៏ខំមនីស្ទុះស្ទាដើរសម្ដៅទៅភូមិគ្រឹះរបស់សម្លាញ់ខ្លួនដើម្បីនាំកូនប្រុសត្រឡប់មកផ្ទះវិញសម្លាញ់អើយហេតុអ្វីបានជានាំយកកូនប្រុសរបស់គ្នាមកដូច្នេះទេសម្លាញ់គ្នាមិនបាននាំមកទេគឺគ្នាបានឃើញសត្វស្ទះមួយក្បាលបានចាប់យកកូនរបស់សម្លាញ់ទៅគឺមិនអាចទៅរួចទេគ្មានស្ទះឯណាអាចចាប់មនុស្សបាននោះទេបើសម្លាញ់ឯងមិនប្រគល់ទេគ្នានឹងទៅប្តឹងភ្លាមលុះឈ្មួញទាំងពីរនាក់និយាយមិនត្រូវរើគ្នាឈ្មួញដែលបានបាត់កូនក៏បានចូលទៅកាន់សំណាក់ចៅក្រមពោធិសត្វដើម្បីកាត់សេចក្តីអំពីចំនួននេះទើបចៅក្រមកោះអ្នកទាំងពីរមកសាលាជំនុំជម្រះក្តីភ្លាមមើលអ្នកទាំងពីរតើមានរឿងអ្វីហេតុអ្វីបានជានាំគ្នាមកប្តឹងដូច្នេះសូមជម្រាបលោកចៅក្រមគឺឈ្មួញម្នាក់នេះបានចាប់កូនប្រុសរបស់ខ្ញុំទៅហើយប្រាប់ថាស្ទៀងចាប់យកទៅស៊ីជាចំណីទាំងដែលរឿងនេះមិនអាចទៅរួចទាល់តែសោះសូមលោកចៅក្រមជួយរកយុត្តិធម៌ផងចុះចំណែកខាងចុងចោតវិញតើមានអ្វីចង់បកស្រាយទេសូមលោកចៅក្រមគិតមើលហេតុអ្វីសត្វស្ទាំងចាប់ក្មេងស៊ីមិនបានបើសូមបីឈ្មួញដែលមកប្តឹងនេះបានប្រាប់ខ្ញុំថាកណ្ដុលបានស៊ីឆ្នាំងដីរបស់ខ្ញុំដែលផ្ញើទុកនៅផ្ទះរបស់គាត់អស់ចំនួន500ឯណោះចៅក្រមចាប់ផ្ដើមសង្ស័យនឹងសម្ដីរបស់ឈ្មួញទាំងពីរជាខ្លាំងទើបសួរដេញដោលរហូតដល់ដឹងថាឈ្មួញទាំងពីរគឺជាសម្លាញ់នឹងគ្នាហើយសម្លាញ់ម្នាក់ជាដើមបណ្ដឹងមានល្បិចចង់បានទ្រព្យរបស់សម្លាញ់ម្នាក់ទៀតជារបស់ខ្លួនទើបប្រើល្បិចដូចនេះតាមពិតពីរអ្នកនេះគឺជាសម្លាញ់នឹងគ្នាតែបែរជាប្រើល្បិចដាក់គ្នាដើម្បីផលប្រយោជន៍សោះណែអ្នកទាំងពីរតាមពិតទៅរឿងមានហេតុបំណុលមានម្ចាស់ហើយរឿងក្តីនេះគ្មានអ្នកឈ្នះគ្មានអ្នកចាញ់ទេយើងសូមឲ្យអ្នកទាំងពីរសងរបស់គ្នាទៅវិញទៅមកតើព្រមទេបាទលោកម្ចាស់យើងយល់ព្រមតាមការកាត់ក្តីរបស់លោកចុះចៅក្រមបានកាត់សេចក្តីឲ្យឈ្មួញទាំងពីរឈ្នះស្មើគ្នាព្រមទាំងណែនាំពួកគេឲ្យឈប់ប្រព្រឹត្តបែបនេះតទៅទៀតចេះឯងឲ្យក្រែងចេះគេអ្នកប្រើល្បិចកលទៅលើអ្នកដទៃរមែងត្រូវតបស្នងដោយល្បិចធ្ងន់ធ្ងរជាងមុនទៅទៀត